ឃើញជាជនខ្មែរយើងមកប្រើមករយៈមកប្រើមុននេះជាជនខ្មែរយើងសាមគ្គីគ្នាល្អណាប្រវត្តិសាស្ត្រឃើញមួយចំនួនហ្នឹងសាមគ្គីគ្នាល្អប៉ុន្តែអ្នកមានអ្នកមួយចំនួនដឹងជាគាត់មិនខ្ញុំអត់យល់ដែរគាត់សួរខ្ញុំកាលលើកទី2គាត់សួរអញ្ចឹងគាត់សួរថាធ្វើទៅហ៊ានធ្វើអីនៅយាមធ្វើអីបើដីគេកាន់កាប់គេយកចិត្តអស់ហើយថាខ្ញុំឆ្ងល់ដល់ខ្ញុំស្ដាប់ហើយខ្ញុំឆ្ងល់ថាសំណួរហ្នឹងសំណួរគាត់អត់យល់ឬក៏សំណួរបែបចាញ់ចាលតែខ្ញុំថ្ងៃនេះខ្ញុំសូមបកស្រាយថាទោះបីបែបអត់យល់ឬក៏បែបចាញ់ចាលក៏ដោយខ្ញុំអត់ខ្វល់ទេខ្ញុំដឹងត្រឹមថាខ្ញុំឥឡូវខ្ញុំនៅការពារព្រំដែនខ្ញុំនៅតាមព្រំដែនអញ្ចឹងយើងជាតាហ៊ានយើងជាកូនតាហ៊ានយើងធ្វើអីក៏ដោយយើងត្រូវតែស្ដាប់មេស្ដាប់កោយល់អត់យើងមិនមែនចេះតែធ្វើភុងផាំងតាមតាអារម្មណ៍ណាសួរថាតើខ្ញុំសប្បាយចិត្តទេដែលពួកនឹងវាពាត់នៅដីយើងហើយវាឆ្ងល់ឡក់លើយើងសួរថាយើងសប្បាយចិត្តទេយើងអត់សប្បាយចិត្តទេប៉ុន្តែយើងធ្វើអីយើងធ្វើការក្រោមបញ្ជាយើងត្រូវស្ដាប់បញ្ជាយើងមិនមែនចេះតែទៅភុងផាំងការងារតូចតាចខូចចិត្តកពិចកពុកឈឺចាំបន្តិចតួចឲ្យខូចការងារធំនឹងមិនមែនណាការងារគេរៀបចំប៉ុនភ្នំប៉ុណ្ណាណៃហើយយើងឈឺចាប់អន្តិចតួចនឹងយកទៅឲ្យខូចការងារធំគេខាងលើនឹងមិនមែនយើងឲ្យយល់ណាអុកគេដើរមិនទាន់ចប់ទេកាឡាគេដើរគេមានហើយអុកគេមានកាឡាដើរហើយអញ្ចឹងយើងជាជនយើងនៅខាងក្រោយយើងធ្វើឲ្យបានទី1យើងត្រូវតែសាមគ្គីគ្នានឹងទី1ទី2យើងត្រូវតែស្ដាប់នៅព័ត៌មានរបស់រាជរដ្ឋាភិបាលបាទព័ត៌មានផ្សេងយើងគុំទាន់ជឿដោយសារមានតែរាជរដ្ឋាភិបាលទេមានតែអ្នកពាក់ព័ន្ធក្នុងជួររាជរដ្ឋាភិបាលទេដែលគាត់យល់ពីចំណុចហ្នឹងហើយគាត់កំពុងតែធ្វើដើម្បីដោះស្រាយរកវិធីកែខៃធ្វើម៉េចឲ្យរឿងនឹងវាកាន់តែតូចហើយដោះស្រាយវាឲ្យស្រួលដោយសន្តិវិធីព្រោះយើងទាហានមួយប្រើជីវិតមនុស្សទៅធ្វើទៅច្បាំងយើងសួរថាការបាត់បង់ទាហានមួយហ្នឹងវាសុបាយចិត្តទេគ្រួសារគេសុបាយចិត្តទេហើយយើងមានទាហានប្រមាណនេះសម្រាប់ដោះដូរអានេះខ្ញុំឲ្យយល់ពីចំណុចហ្នឹងមុននឹងសួរមុននឹងនិយាយប្រើការគិតយើងឲ្យបានច្រើនបាទចុះបើសិនឧមាថាគាត់ទាហានយើងមានកូនមានចៅមានប្អូនមីមាមានបងចុះបើសិនឧមាថាមកទូចុះបើសិនតែភុងផាំងគាត់បាត់បង់ជីវិតទៅចុះពួកគាត់ពួកបងប្អូនមីមាគាត់មានអារម្មណ៍មិនឈឺចាប់ខ្លោចផ្សាយចុះហើយយើងគួរយល់ចំណុចហ្នឹងណាហើយសួរថាបើអញ្ចឹងធ្វើទាហានធ្វើណែសួរអញ្ចឹងកាន់តែអត់យល់ទៀតទី1យើងត្រូវយល់ថាទឹកដីដែលយើងនៅនឹងគឺជាទឹកដីរបស់យើងទាំងអស់គ្នាយល់អត់ហើយមានមនុស្សប្រមាណអ្នកដែលមានឆន្ទៈក្នុងការធ្វើមកព្យាយាមអាហ្នឹងហើយមានមនុស្សប្រមាណអ្នកដែលសុខចិត្តស្លាប់ដើម្បីដីហ្នឹងហ៎ភាគច្រើនខ្ញុំឃើញភាគច្រើនអ្នកខ្លះហ្នឹងបានតែអួតហ្នឹងនៅតែខាងក្រៅនៅតែក្រោយហ្នឹងទោះបីប្របាយ៉ាប់ឡប់ឈួតមិនក៏ពួកខ្ញុំពួកអីហ្នឹងក៏នៅដែរមិនដោយសារនឹងជាទឹកដីរបស់យើងជាជនរបស់យើងទាំងអស់គ្នាយើងការពារសុវត្ថិភាពសន្តិភាពអ្នកខ្លះមានប្អូនរៀនអ្នកខ្លះមានកូនរៀនអ្នកខ្លះមានឪពុកម្ដាយឈឺចាស់ជរាអីទៅសួរថាណាដែលទៅចង់ឲ្យវាពិបាកធ្វើអីប៉ុន្តែធ្វើម៉េចស្ថានភាពនឹងវាអញ្ចឹងហើយបើយើងអត់សាមគ្គីគ្នាយើងឡាយតែញុះញង់យើងឡាយតែប្រចងវងវាងគ្នានឹងវាទៅមុខរួចអត់ខ្ញុំអត់យល់ដល់ពេលអញ្ចឹងសំណួរខ្លះយើងអាចសួរបានប៉ុន្តែយើងត្រូវការគិតសិនមុននឹងសួរចុះបើសិនតែវាធំទៅសង្គ្រាមធំទៅសួរថាយើងមានពេលមកអង្គុយចុចទូរស័ព្ទសួរអត់ហើយសួរថាយើងរួចខ្លួនអត់គេឲ្យយើងចាញ់ទៅណាទៅនោះបានអត់ហើយកប៉ាល់ហោះប្រហែល2 នាទីទៅដល់ចង្អែរាប់រយគីឡូហើយយើងទៅរត់ទាន់អត់ហើយគ្រាប់នឹងស្មើវាស្គាល់យើងស្រីស្អាតយើងប្រុសស្អាតឬក៏យើងអ្នកខ្លាំងពូកែអត់យើងសួរឲ្យយល់ចំណុចហ្នឹងណាបាទហើយធ្វើអីក៏ដោយយើងស្ដាប់រដ្ឋាភិបាលទៅមិនខុសទេទោះបីវាមើលទៅវាដោះស្រាយរឿងយូរបន្តិចមែនប៉ុន្តែការដោះស្រាយវាមិនមែនមួយថ្ងៃ2ថ្ងៃទេមកតែចំនួនដីធ្លីយើងទៅទូចញយប្រព័ន្ធបាត់ដៃ1ម៉ែត្រ2ម៉ែត្រហ្នឹងឆ្លោះគ្នាកាប់គ្នាໄວចុះទ្រាំប្រទេសនឹងប្រទេសសួរថាដោះស្រាយងាយអីអត់យើងប្រើការគិតកន្លែងហ្នឹងមើលយើងដឹងថាពួកនឹងវាមកឈ្លានពានយើងមែនប៉ុន្តែសំខាន់យើងបុគ្គលខ្លួនឯងនេះយើងរួមមកបណ្ណាក្តាប់ដៃយើងក្តាប់បន្ទឹងបណ្ណាមានតែយើងខ្លួនឯងអ្នកនៅក្នុងផ្ទះខ្លួនឯងមិនដឹងថាស្ថានភាពយើងនឹងមិនណាឲ្យយល់យើងមិនមែនចេះតែនិយាយបានទេបើសួរក៏សួរចោះប៉ុន្តែសូមប្រើការគិតក្នុងការសួរនឹងឲ្យយល់បាទចង់និយាយតែប៉ុណ្្នឹងទេហើយវីដេអូនេះខ្ញុំសូមបកស្រាយប៉ុណ្្នឹងហើយចាំមានអីទៀតចាំខ្ញុំបកស្រាយឲ្យទៀតបាទ